ប្រដាំប្រឡងអាទាំងអស់ឯងមុនគេខ្ញុំមិនដល់ទ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 េឈ្មោះទាំង3នេះតើមួយណាជាប្រងម្ចាស់មីងមួយជួយៀនចាង2ជួចៅភី3ស៊ីជួអ៊ីងជួអ៊ីងខុសហើយគឺជួយៀនចាងអាល្ងងសំណួរទី2នៅខាងក្រៅមានសំណួរនឹងចម្លើយតើមួយណាខុសមួយណាត្រូវឯងឆ្លើយភ្លាមមកជនជាតិហុងនូជនជាតិសៀមពីជនជាតិធីជនជាតិស៊ីជនជាតិឈីឬមួយជនជាតិហុងកុងជនជាតិស៊ីនិយាយតែប៉ុណ្ណាស្លាប់ទៅសំណួរទី3យ៉ងចិននិងយ៉ងឈិញត្រូវជាស្អីនឹងគ្នាត្រូវជាឪពុកត្រូវជាកូនឬមួយក៏ត្រូវជាណាមីងខ្ញុំដឹងហើយទុកពេលខ្ញុំគិតបន្តិចសិនទុកពេលខ្ញុំគិតបន្តិចសិនគិតឲ្យច្បាស់ទៅបើឆ្លើយខុសទទួលទណ្ឌកម្មធ្ងន់ខ្ញុំដឹងហើយគឺជាកូនរបស់យ៉ងចិនអាចារ្យសរសើរណាស់អាត្រងោលឯងឆ្លាតណាស់ឯងក្រំតាមមែនគ្រូសុំសរសើរឯងដោយស្មោះណាអបអរសាទរថ្ងៃក្រោយខ្ញុំនឹងខិតខំរៀនសូត្រខ្ញុំក៏ចាក់ដែរថ្ងៃនេះលោកធ្វើការអប់រំសិស្សដ៏អាក្រក់បំផុតឲ្យខ្លាយទៅជាសិស្សដ៏ល្អបំផុតខ្ញុំសូមអរគុណលោកហើយការសិក្សារបស់ពួកគេឈានដល់កម្រិត 300% ហើយនេះក៏មកពីលោកជាអ្នកដឹកនាំដែរលោកលីពិតជាគ្រូដ៏ប៉ាកែម្នាក់នៅក្នុងសាលារៀននេះអរគុណលោកនាយកអរគុណលោកនាយកហើយលោកលីសាលារបស់យើងគ្មានលទ្ធភាពទទួលគ្រូប៉ាកែដូចជាលោកអញ្ចឹងទេលោកជាមនុស្សអស្ចារ្យម្នាក់លោកទៅរកកន្លែងផ្សេងចុះណាលោកនាយកពិតជាលោកនាយកដ៏អស្ចារ្យមែនបើសិនជាលោកធ្វើបាបកូនសិស្សរបស់ខ្ញុំតទៅទៀតកូនសិស្សរបស់ខ្ញុំប្រកាសជារត់គ្មានសល់ទេលោកនាយកមានការយើងអាចនិយាយគ្នាបានតែគ្មានបញ្ហាអីទេអរុនសួស្ដីកុំបាយនិយាយច្រើនបើចង់ធ្វើការតទៅទៀតទៅឈប់តាក់ទងជាមួយឆងជប់សិនស្ដាប់ខ្ញុំនិយាយរឿងសំខាន់មួយសិនណានិយាយទៅតាមការពិតខ្ញុំគឺជាកំពូលខ្មោចភាគទី3ថាម៉េចរឿងនេះមិនតាន់ថតចប់ទេឥឡូវចាប់ផ្ដើមថតហើយខ្ញុំទៅខ្ញុំមិនតាន់ឈួតទេខ្ញុំមិនតាន់ឈួតទេខ្ញុំមិនតាន់ឈួតទេខ្ញុំទៅខ្ញុំទៅមិនតាន់ឈួតទេឡើងទៅខ្ញុំទៅខ្ញុំឡើងឈួតទេមើលរឿងផ្ដេសផ្ដាស់បានទៅជាអញ្ចឹងខ្ញុំក៏មិនចង់ដែរថ្ងៃក្រោយលោកនាយកមិននៅអ្នកទាំងអស់គ្នាត្រូវតែខិតខំសិក្សាតទៅទៀតខ្ញុំនឹងខំប្រឹងប្រែងអប់រំអ្នកទាំងអស់គ្នាឲ្យក្លាយទៅជាមនុស្សដ៏ល្អម្នាក់អាចបម្រើកិច្ចការក្នុងសង្គមបានអរចាបងពិតជាប្លែកមែននេះគឺជារឿងផ្សេងបងឲ្យខ្ពស់បន្តិចមើលស្អីឯងមិនដែលឃើញគេសម្ដែងសិល្បៈទេហ៎យកទៅបេះដូងរបស់ខ្ញុំអាបងឯងចង់លេងបាល់មែនទេនេះជាកន្លែងរបស់ខ្ញុំឯងចង់យ៉ាងម៉េចគឺឯងទៀតហើយបងធំដឹងថាឯងមិនទាន់ងាប់ហើយដឹងថាឯងចង់ប្តឹងពីគាត់ហើយនេះឲ្យបានជាគាត់ឲ្យយើងមកសម្លាប់ឯង